ក្រមប្រឆាំងក្បត់ជាតិទាំងមេទាំងកូនបើអាញាធរថៃមិនខុបគិតទេគូតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានចាត់ទុកថាសកម្មភាពរបស់សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ពគឺជាអំពើក្បត់ជាតិដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្ដងតាមបណ្ដាញសង្គមនៅថ្ងៃទី10 ខែមិថុនាឆ្នាំ2025នេះសម្ដេចតេជោបានចែករំលែកសេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងរូបភាពជនខាងលើនេះដោយសម្ដេចបានបញ្ជាក់យ៉ាងដូចនេះថាអំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នាប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅខົບខិតជាមួយនឹងបរទេសមកបំផ្លាញខ្មែរប្រសិនបើអាញាធរថៃមិនខົບខិតជាមួយនឹងជននេះទេគូតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់សូមបញ្ជាក់ផងដែរថានាពេលថ្មីនេះមានសកម្មជនគណបកប្រឆាំងនិងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃឈ្មោះថាអែមពិសិដ្ឋបានក្លែងបន្លំស្លៀកឯកសណ្ឋានកងទ័ពហើយថតវីដេអូប្រឌិតព័ត៌មានសភាពការតាមព្រំដែននាំឲ្យមានការយល់ច្រឡំដើម្បីបំបាក់ទឹកចិត្តកងទ័ពរូបគេបានប្រើប្រាស់គណនី TikTok ឈ្មោះថា Amy Richard 310និង Facebook ឈ្មោះថាពិសិដ្ឋ PG អែមដើម្បីផ្សព្វផ្សាយវីដេអូคล้ายៗពាក់ព័ន្ធនឹងកងទ័ពជួរមុខខ្ញុំបានគោរពទទួលបទបញ្ជាពីមេហើយឥឡូវនេះកងទ័ពជុំរបស់យើងដែលត្រូវបានដកបន្ថយប្រហែលជា200ម៉ែត្រនោះគឺយើងបានអនុវត្តអីមេបាទមេឥឡូវចេះមេជាក់ស្ដែងតើយើងគួរមានវិធីសាស្ត្របែបណាឥឡូវហ្នឹងគឺទាំងរូបក្រោះទាំងកំភ្លើងយើងដែលយើងយកមកបញ្ឈរជើងចោលហើយមេយើងគួរគិតមិនឥឡូវហ្នឹងសម្រាប់រូបក្រោះយើង5គ្រឿងដែលយើងយកមកហ្នឹងវាអត់មានម៉ាស៊ីនហ្នឹងមានតែកណ្ដុងហ្នឹងអាហ្នឹងឥឡូវយើងគួរគិតមិនព្រោះថាឥឡូវហ្នឹងវាបើសិនជាយើងដកទាស់តែយើងគួរតែមានវិទ្យុបាយបែបណាដែរមិនដើម្បីយករូបក្រោះយើងទៅវិញហ្នឹងមែនបាទហើយទាំងកំភ្លើងយើងដែលភ្លើងធំទាំងបញ្ជូនមកទាំងប្រមាណហ្នឹងគឺសម្រាប់កងទ័ពយើងហ្នឹងគឺយើងដាក់បរិយាតាមកម្លាំងអស់គ្នាប៉ុន្តែយើងអត់មានគ្រាប់ទេមានតែកំភ្លើងហ្នឹងមែនមុខ3ស្រោម9ទទួលបានទេប៉ុន្តែខ្ញុំចង់ស្នើសុំកម្លាំងឲ្យមេជួយជាយន្តការណាឬមួយក៏អត្រៈណាដើម្បីយើងអូសត្វព្រាពុទ្ធរបស់យើងនឹងដើម្បីយើងយកមកវិញហ្នឹងមេទទួលបញ្ជាមេឥឡូវនឹងខាងត្រង់សេរបស់យើងនឹងត្រូវបានយើងបានលុបអស់ហើយឥឡូវយើងបានថយមករៀងខ្លួននេះមេទទួលបញ្ជា